សួស្តីខ្ញុំបានលើកយកសាច់រឿងថ្មីមួយដែលអាចបកជាភាសាខ្មែរថាអារក្សត្រឡប់ទៅសាលាវិញដើម្បីសងសឹកដែលតួអង្គនេះត្រូវបានគេសម្លាប់ដែលគាត់មានឈ្មោះថាគីមយុងសុនហើយត្រូវបានគេសម្លាប់នេះអស់រយៈពេល10ឆ្នាំហើយគាត់ក៏បានត្រឡប់ទៅកាន់ពេលអតីតកាលវិញដែលគាត់កំពុងតែរៀននៅឆ្នាំទី1ហើយនោះគឺជាការចាប់ផ្ដើមនៃការសងសឹកគំនុំឈាមរបស់គាត់តើការសងសឹកបន្ទាប់ពីឆ្លងទៅអតីតកាលវិញនឹងទៅជាយ៉ាងណាទៅផ្ដើម chapter 1របស់យើងមកយើងក៏បានឃើញនៅបរិមម្នាក់ត្រូវបានគេទម្លាក់ពីលើដំបូលអគារហើយយើងក៏បានឃើញនៅមនុស្សដែលបានបង្កហេតុទាំងអស់នោះហើយដែលតួអង្គឯងរបស់យើងនេះសុខចិត្តទ្រាំនៅគ្រប់យ៉ាងដើម្បីឲ្យពួកគេនេះប៊ូលីមិនហ៊ានតបតនោះទេព្រោះសល់ខ្វះតែបន្តិចទៀតតែប៉ុណ្ណោះគាត់នឹងបញ្ចប់ការសិក្សារបស់គាត់ហើយធ្វើគាត់នេះគឺមានចម្ងល់ខ្លាំងមែនទែនគាត់មិនយល់ឡើយហេតុអ្វីពួកគេធ្វើបែបនេះតើវាគឺជាថ្ងៃស្លាប់របស់ខ្ញុំមែនទេប៉ុន្តែអាចសន្និដ្ឋានខ្ញុំនេះស្លាប់ក៏បានដែរហើយយើងក៏បាននៅលើការឆ្លុះប្រកែកគ្នានៅមន្ទីរពេទ្យហើយរយៈពេល3ខែហើយថាខ្ញុំមិនអាចជួយនៅចៅប្រុសរបស់អ្នកបាននោះទេដែលគាត់នេះខ្លាចជាមនុស្សបន្លែទៅហើយនារីម្នាក់នោះមានតែនិយាយបន្ថែមទៅកាន់លោកយាយរបស់តួអង្គយើងតែប៉ុណ្ណោះដែលឲ្យគាត់នេះគឺត្រៀមចិត្តទៅធ្វើគាត់នេះគឺមិនអាចទទួលយកបាននោះទេហើយយើងក៏បានឃើញរូបកាយរបស់តួអង្គឯងរបស់យើងដែរដែលគាត់នេះមានឈ្មោះថាគីមយុងសុនដែលរូបកាយរបស់គាត់នេះគឺជារូបកាយរុក្ខជាតិប៉ុន្តែគាត់អាចស្ដាប់នៅការសន្ទនាគ្រប់យ៉ាងរបស់ជីដូនរបស់គាត់ហើយយើងក៏បានឃើញនិយាយរបស់គាត់នេះពិតជាខូចចិត្តខ្លាំងមែនតើបានហៅឈ្មោះនៅចៅរបស់គាត់ថាគីមយុងសុនហើយអ្វីចៅត្រូវខ្លាចជាមនុស្សបន្លែបែបនេះហើយយើងក៏បានដឹងដែរថាគីមយុងសុននេះអាចទទួលអារម្មណ៍ការស្ដាប់និងការប៉ះពាល់របស់ជីដូនរបស់គេបានទាំងអស់ប៉ុន្តែគេមិនអាចងើបឡើងមកនិយាយបានដូចជាមនុស្សធម្មតាទេយើងក៏បានលើតួអង្គគីមយុងសុនរបស់យើងបាននិយាយថាគាត់នេះរស់នៅក្នុងពិភពលោកដ៏សែនងងឹតមួយនេះគឺគ្មាននៅទីពឹងឡើយយើងនៅតែឃើញជីដូនរបស់គីមយុងសុននេះគឺនៅសម្រស់ទឹកភ្នែកនៅជាមួយចៅរបស់គាត់មិនដឹងថាពណ៌ចង្រៃអស់នោះមិនក៏វាចិត្តដាច់ម្ល៉េះដែលហ៊ានធ្វើបែបនេះទៅកាន់ចៅរបស់គាត់នៅពេលដែលឃើញសភាពចៅប្រុសរបស់ខ្លួនឃើញបែបនេះហើយគឺធ្វើឲ្យគាត់កាន់តែយំតែម្ដងព្រោះថាកូនរបស់គាត់ទាំងអស់គឺត្រូវបានស្លាប់ទៅហើយដែលជាឪពុកម្ដាយរបស់គីមយុងសុនបន្សល់តែជាញាតិចុងក្រោយដែលជាស្នាមញញឹមរបស់គាត់នេះប៉ុន្តែបែរជាមកជួបរឿងអកុសលទោះបីចៅរបស់ខ្ញុំនេះមានជីវិតរស់ក៏ដោយប៉ុន្តែនិយាយឲ្យចំទៅគ្រាន់តែជាសាកសពដែលអាចដកដង្ហើមបានអញ្ចឹងកាន់មកពេលព្រឹករបស់យើងវិញយើងក៏បានលើសម្ដីមនុស្សម្នាក់បាននិយាយទៅកាន់គីមយុងសុនថាបងប្រុសហើយគាត់នៅតែបន្តនិយាយអញ្ចឹងថាគាត់នេះមិនអាចទ្រាំបានទៀតទេដែលមនុស្សដេរឆានទាំងអស់នោះវាធ្វើបាបអងមិនអស់ចិត្តហើយវាទាំងមកធ្វើបាបប្អូនទៀតផងហើយប្អូនប្រុសរបស់គីមយុងសុនបានរៀបរាប់រឿងជាច្រើនទៅកាន់បងប្រុសរបស់ខ្លួនយាយរបស់ខ្លួននេះខំប្រឹងធ្វើការជាច្រើនដើម្បីយកលុយមកព្យាបាលបងហើយបងប្រាប់មកថាឲ្យប្អូននេះគឺធ្វើអ្វីដែលយើងបានដឹងហើយថាគីមយុងសុនគឺស្ដាប់សម្ដីរបស់ប្អូនប្រុសបានទាំងអស់ទាំងការឈឺចាប់ប៉ុន្តែយើងក៏បានឮពីសម្ដីមួយដែលចេញពីប្អូនប្រុសរបស់តួអង្គយើងបងគួរតែស្លាប់ទៅហេតុអ្វីបងមិនព្រមស្លាប់ប៉ុន្តែក្រោយបន្តិចមកបែរជាយំកាន់តែខ្លាំងជាងមុនបែរជាស្រែកហៅបងប្រុសរបស់ខ្លួនថាហេតុអ្វីបងមិនព្រមងើបឡើងមកហេតុអ្វីទុកឲ្យពួកយើងនៅលំបាកបែបនេះតែសម្ដីនេះនៅតែបន្តអញ្ចឹងបងឯងឈប់ដេកទៅក្រោកឡើងមកប៉ុន្តែគីមយុងសុនគាត់ពិតជាចឹងក្រោកខ្លាំងមែនតើប៉ុន្តែគាត់មិនអាចធ្វើអ្វីបានទាំងអស់សូម្បីតែសម្រក់ទឹកភ្នែកហើយគីមយុងសុននៅតែគិតថាការដេកនៅលើគ្រែមន្ទីរពេទ្យមួយនេះគឺជាក្តីសុបិនបើខ្លួនស៊ូទ្រាំតែបន្តិចទៀតទេខ្លួននឹងអាចញាក់ពីការសុបិនដ៏យូរអង្វែងមួយនេះមិនខានហើយពេលនេះយើងក៏បានឃើញថាពេលវេលាកន្លងទៅរយៈពេល3ឆ្នាំបាត់ទៅហើយនៃការដេកក្នុងមន្ទីរពេទ្យរបស់គីមយុងសុនហើយពេលនេះយើងក៏បានឃើញថាគីមយុងសុនយើងកំពុងតែគិតទៅដល់ជីដូនរបស់គាត់មិនដឹងថាគាត់បាត់តាណាឡើយហើយយើងក៏បានឃើញអ្នកគ្រូពេទ្យទាំងអស់នោះបាននិយាយអំពីជីដូនរបស់តួឯកយើងដែលគាត់នេះមានរបួសដោយសារតែធ្វើការច្រើនរលុយនឹងឯងហើយពួកគេគឺចាប់ដើមមាក់ងាយហើយនិយាយទៅគ្រាន់តែចង់ឲ្យតួឯកយើងនេះដេកនៅក្នុងមន្ទីរពេទ្យដែលដឹងថាគាត់នេះមិនអាចមានសង្ឃឹមជួយក៏បានក៏ដោយប៉ុន្តែនិយាយទៅគឺគាត់ចង់បានលុយអំពីជីដូនចាស់យើងក៏បានឃើញនៅមនុស្សដែលបានសម្លាប់តួឯករបស់យើងផងដែរដែលមនុស្សម្នាក់នេះដែលមានសក់លឿងហ្នឹងគាត់មានឈ្មោះថាផាមីនឆូបាទពេលនេះវិញមានឈ្មោះថាហូឆុងតេចុងមីនហូហើយនឹងមនុស្សផ្សេងទៀតទាំងអស់គឺមាន6នាក់ដែលបានចូលរួមក្នុងការសម្លាប់ទៅកាន់តួឯកយើងក៏បានឃើញនៅគីមយុងសុនផងដែរដែលគាត់នេះគឺបានថាបើមានអភូតហេតុពិតមែនសូមឲ្យគាត់ត្រឡប់ទៅពេលវេលាដើមវិញហើយបើអាចធ្វើបានពិតមែនខ្ញុំនឹងសម្លាប់ពួកអសត្វដេរឆានទាំងអស់នោះឲ្យពួកវាសងនៅគំនុំឈាមហើយយើងក៏បានឃើញនៅការសម្បត្តិរបស់គីមយុងសុនរបស់យើងផងដែរបើឆ្លងទៅពិតមែនខ្លួននឹងកំចាប់ពួកគេដូចក្នុងសុបិនដែលនៅក្នុងសុបិនរបស់គីមយុងសុនរបស់យើងនេះពិតជាគុំទៅកាន់ពួកអាចង្រៃអស់នោះខ្លាំងមែនតែន
ដែលចង់វាយពួកវាឲ្យខ្លាំងដូចក្នុងស៊ូបិនតើពួកឯងស្គាល់អារម្មណ៍នៃការគេធ្វើបាបហើយឬនៅស្របពេលគ្នាយើងក៏បានឃើញនៅគីមយ៉ុងសុនរបស់យើងនេះពិតជាឈឺចាប់និងសម្រក់ទឹកភ្នែកខ្លាំងមែនទែនពួកឯងឈឺចាប់យ៉ាងណាក៏ដោយក៏មិនស្មើនឹងការឈឺចាប់របស់ជីដូនយើងដែរយើងក៏បានឃើញគីមយ៉ុងសុននេះវាយទៅកាន់មនុស្សដែលបានធ្វើបាបខ្លួនកន្លងមកនឹងទាំងអស់តែម្ដងហើយនេះគឺជាអ្វីដែលគាត់ចង់បានហើយគីមយ៉ុងសុនរបស់យើងគឺចង់រៀបចំនូវផែនការជាច្រើនគឺចង់សម្លាប់ពួកគេនិងសងសឹកពួកគេឲ្យមានការឈឺចាប់ជាងខ្លួននេះរាប់ពាន់ដងហើយវាគឺជាផែនការដ៏ល្អឥតខ្ចោះដើម្បីសងសឹកទៅកាន់ពួកគេទាំងទឹកភ្នែកពោពេញទៅដោយឈាមទោះបីផែនការនោះវាពិតជាល្អឥតខ្ចោះយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំអស់អារម្មណ៍បាត់ទៅហើយប៉ុន្តែ10ឆ្នាំហើយដែលខ្ញុំបានដេកនៅលើគ្រែមន្ទីរពេទ្យវាគ្មានប្រយោជន៍ឡើយហើយពេលនេះគីមយ៉ុងសុនរបស់យើងគឺទៅលេងរួចហើយដែលគាត់នេះគឺចង់ឲ្យមាននរណាម្នាក់មកសម្លាប់គាត់ខ្លាំងណាស់ព្រោះគាត់មិនចង់បន្តនៅជីវិតដ៏ឈឺចាប់បែបនេះទៀតទេហើយអ្វីដែលខ្ញុំបានរៀបរាប់មុននឹងការសងសឹកនោះគ្រាន់តែជាការស្រមៃនឹងការសងសឹកនៅក្នុងចិត្តរបស់គាត់តែប៉ុណ្ណោះយើងក៏បានចូលទៅក្នុងក្តីសរបន់របស់គីមយ៉ុងសុនយើងក៏បានឃើញនៅសិស្សសាលាម្នាក់បានមករកគេដែលនោះគឺជាគាត់នៅពេលអតីតកាលហើយពួកគេទាំងពីរនាក់នេះគឺបានញញឹមដាក់គ្នាទៅវិញទៅមកមិនដឹងថាមានអត្ថន័យបែបណាឡើយហើយយើងកាត់មកពេលព្រឹកឡើងបាត់ទៅហើយក៏បាននៅលើសំឡេងអ៊ូអរខ្លាំងមែនទែនជាមួយនឹងរូបភាពដែលគាត់បានឃើញតើវាមិនក៏ប្រហាក់ប្រហែលមែនណាហើយគីមយ៉ុងសុនរបស់យើងគឺបានពិនិត្យមើលឲ្យជាក់លាក់ទៅធ្វើឲ្យគាត់ភ្ញាក់ផ្អើលមែនទែនទស្សនវិជ្ជាដែលគាត់បានឃើញនៅមុខនោះគឺជាការនៅសាលាគីមយ៉ុងសុនរបស់យើងគិតថានេះជាសបិនបានទាញថ្មរបស់ខ្លួនវាពិតជាឈឺមែនប៉ុន្តែក៏មិនអស់ចិត្តឡើយក៏បានឃើញបិញនៅលើតុក៏បានទាញវាមកក៏បានប្រថុយចាក់វានៅលើជើងរបស់ខ្លួននៅពេលដែលបានដកចេញមកវាមានឈាមទៀតផងដែលគាត់បានថានេះមិនមែនជាសបិនទេដែលវាគឺជាការពិតតើខ្លួនបានវិលត្រឡប់ទៅកាន់អតីតកាលមែនឬទេហើយពេលនោះយើងក៏បានឃើញនៅមនុស្សម្នាក់ផងដែរដែលបានស្រែកនឹងធ្វើបាបទៅកាន់បុរសម្នាក់ដែលនោះគឺជាផាមីនឆុងតែគីមយ៉ុងសុនរបស់យើងគឺបៀងទៅហាមកាន់អាប៉ែនោះទៅហើយប៉ុន្តែសត្វតនឹកឃើញភ្លាមថានេះគឺជាសកម្មភាពដែលខ្លួនធ្លាប់ធ្វើពីអតីតកាលដែលពេលទៅហាមទៅកាន់ពួកគេហើយកុំឲ្យវាយទៅកាន់បុរសម្នាក់នោះហើយគឺពួកគេតែងតែធ្វើបាបខ្លួនដោយកន្លងមកដែលយើងបានឃើញនៅរូបភាពដែលបានបង្ហាញនេះហើយដែលតែងតែធ្វើឲ្យគេនេះគឺមានបដិសេរីជារៀងរហូតមកដែលធ្វើឲ្យជីដូនរបស់គេតែងតែខូចចិត្តនឹងត្រូវពួកគេបានសម្លាប់ហើយយើងក៏បានឃើញថាសកម្មភាពនេះគឺគ្មានអ្នកណាហ៊ានចូលទៅជួយឡើយដែលឃើញថាអាប៉ែនោះសប្បាយនឹងការវាយទៅកាន់បរិមាណនោះខ្លាំងមែនតើប៉ុន្តែគឺតួអង្គឯងរបស់យើងគឺនៅតែទៅជួយទៅកាន់បរិមាណនោះដដែលអញ្ចឹងអាប៉ែផាមីនឆូរបស់យើងគឺបានងាកទៅកាន់តួអង្គឯងរបស់យើងហើយបានថាពិតជាគួរឲ្យចាប់អារម្មណ៍មែនគីមយ៉ុងសុនតើឯងនេះចង់ដូចអាប៉ែម៉ាប់ហ្នឹងដែរមែនណាហើយតែឯងមិនអីទេអីប៉ុន្តែនិយាយមិនតាន់ចប់ផងហ្នឹងគឺត្រូវមួយដៃចំកណ្ដប់មាត់បាត់ទៅហើយនេះគឺជាឆ្នាំសិក្សាទី1ដែលគាត់បានឆ្លងពេលវេលាត្រឡប់មកវិញដែលគាត់នេះបានវាយទៅកាន់អាប៉ែផាមានឈោយើងគឺអស់ពីដៃតែម្ដងដែលគាត់នេះគឺគុំទៅកាន់វាយូរណាស់មកហើយនេះគឺជាការកាត់អតីតកាលរបស់គីមយ៉ុងសុនដែលពេលនោះនៅក្នុងថ្នាក់គឺអាប៉ែផាមានឈោនឹងគឺវាចូលចិត្តលេងហ្គេមខ្លាំងមែនទែនហើយក៏ចិត្តធ្វើបាបនៅសិស្សក្នុងថ្នាក់ផងដែរហើយវាក៏បានទៅសួរនៅសិស្សប្រុសម្នាក់ផងដែរជាប្រមាប់និយាយទៅគឺចង់ឲ្យប្រមាប់យើងនឹងគឺបុកលុយហ្គេមឲ្យវានឹងឯងហើយមិនមាននរណាគេហ៊ានប្រឆាំងនឹងវានោះទេដោយសារតែវាគឺជាមេហ្គេនៅក្នុងថ្នាក់នឹងតែម្ដងហើយអាប៉ែផាមីនឈោរបស់យើងនឹងគឺវាបង្ខំទៅកាន់ប្រមាប់ខ្លាំងមែនទែនឲ្យយកលុយរបស់វាគឺមកបុកហ្គេមឲ្យវានឹងឯងប៉ុន្តែប្រមាប់គឺប្រាប់ឲ្យថាខ្លួនមិនមានលុយទេលុយនឹងគឺសម្រាប់រៀនគួរទេហើយនៅពេលនោះខ្ញុំឃើញរឿងអយុធធម៌នេះខ្ញុំទ្រាំមិនបានទេគេគឺជាមិត្តល្អខ្លាំងតែនសម្រាប់ខ្ញុំគេតែងតែជួយបង្រៀនខ្ញុំនៅពេលដែលខ្ញុំមិនចេះតើនរណាគេដែលអាចទ្រាំបានទៅនៅពេលដែលឃើញមិត្តភ័ក្តិរបស់យើងត្រូវគេធ្វើបាបហើយពេលនោះមិត្តភ័ក្តិរបស់ខ្ញុំក៏ហាមដែរតែខ្ញុំមិនស្ដាប់ឡើយមិត្តភ័ក្តិរបស់ខ្ញុំនៅតែប្រាប់អញ្ចឹងថាគេគឺជាមីនឈោប៉ុន្តែខ្ញុំគ្រាន់តែថាគេគាត់ជាសិស្សកីឡាធម្មតាតែប៉ុណ្ណោះគ្មានអ្វីអស្ចារ្យឡើយហើយពេលនោះខ្ញុំក៏ទៅបញ្ឈប់គេហើយខ្ញុំគិតថាគេគ្មានអ្វីអស្ចារ្យឡើយប៉ុន្តែវាខុសស្រឡះចាប់ពីតាំងពីថ្ងៃនោះមកគេតែងតែធ្វើបាបខ្ញុំរហូតមិត្តរបស់គេនិងគេនឹងគឺតែងតែមកវាយខ្ញុំនិងប្រើប្រាស់ខ្ញុំជារៀងរហូតគ្រាន់តែជាឧបករណ៍លេងសើចសម្រាប់របស់គេទោះបីខ្ញុំនេះចប់ម៉ោងរៀនក៏ដោយក៏ខ្ញុំដល់ផ្ទះខ្ញុំត្រូវខំប្រឹងលេងហ្គេមឲ្យគេនិងយកលុយផ្ទាល់ខ្លួនរបស់ខ្ញុំបុកហ្គេមឲ្យគេហើយគ្មាននរណាគេដែលជួយខ្ញុំទេសូម្បីតែគ្រូយើងក៏កាត់មកបច្ចុប្បន្ននៅសិស្សឆ្នាំទី1ថ្នាក់ទី1ហើយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពនេះខ្លាំងមែនតើដែលនោះគឺជាការវាយទៅកាន់អាប៉ែផាមីនឈោហើយអាប៉ែមីនឈោរបស់យើងនេះគឺខឹងទៅកាន់តួឯងយើងខ្លាំងមែនតើជេរអាល្ងងតែវានិយាយមិនតាន់បានចប់ស្រួលបួលផងគឺគីមយ៉ុងសុនរបស់យើងចាប់វាបោកនឹងតុកបាត់ទៅហើយមើលតែមុខមាត់របស់វាទៅពិតជាស្រស់ស្អាតខ្លាំងមែនតើ
ហើយគីមយុងសុនយើងគឺគុំវាយូរហើយដាក់យកតែម្ដងហើយនោះគឺប្រើក្បាច់នៅក្នុងការយល់សពដែលធ្លាប់វាយវាទាំងប្រមាណយកមកដាក់វានៅក្នុងជីវិតពិតតែម្ដងតែអាប៉ែផាមីនឈូរបស់យើងនេះគឺគ្មានចេះស្អីឡើយបានតែកម្លាំងខ្លាំងមួយមកគត់ហើយតួឯងយើងបន្ទាប់ពីវាយវាមួយដៃហើយគឺចាប់អាវរបស់វាបំបុកទៅកាន់ជញ្ជាំងតែម្ដងដែលកំហឹងនេះគឺទុកយូរណាស់ហើយអញដេកពេទ្យអស់10ឆ្នាំហើយឥឡូវអញសងសឹកហែងតែម្ដងហើយគឹមយងសុនរបស់យើងក៏ថែមវាមួយជើងទៀតផងគឺគុំវាមែនតែនគឺចង់តែសម្លាប់វាឥឡូវទេហើយបានអាណាគេហ៊ានមកររាំងក្នុងការវាយអាប៉ែមានឈោនឹងណាខ្ញុំនឹងបំបីគេជាដុំគឹមយងសុននិយាយមិនតាន់ចប់ផងក៏មានក្អីមួយហោមកបុកនឹងចិញ្ចៀងបាត់ទៅហើយនៅពេលដែលបានងាកទៅគឺបានដឹងហើយថាគឺជាពួកអាដែលបានរួមដៃសម្លាប់ខ្លួនការពីជាតិមុនដែលវាបានសាយទៅកាន់តួឯងយើងថាអាចង្រៃឈប់លង្វើរបស់ឯងទៅហើយពេលហ្នឹងគឺគឹមយុងសុនមិនបានខ្លាចពួកវាទេហើយបាននិយាយឌឺទៅកាន់ពួកវាទៀតបើហែងខ្លាំងមែនគឺចូលមកហើយយើងបានឃើញថាអាប៉ែដែលមានសក់ពណ៌ស្វាយហ្នឹងគឺគាំងជាមួយនឹងសម្ដីរបស់តួឯងយើងខ្លាំងមែនតើបាទអាប៉ែមានធំជាងគេបែរជាមិនខ្លាចទៅកាន់តួឯងយើងឡើយបាននិយាយថាយ៉ាអាឈួតឯងពិតជាហ៊ានណាស់ដែលអាប៉ែហ្នឹងដែរមានឈ្មោះថាចុងមីនហូហើយគាត់នេះគឺមិនតន់ចូលទៅអន្តរាគមភ្លាមនោះទេដោយសារតែឃើញថាតួឯងយើងគឺមិនមានភាពភ័យខ្លាចឡើយគឺចាំមើលសកម្មភាពរបស់មិត្តភ័ក្តិរបស់ខ្លួនទៅអន្តរាគមសិនតើនឹងមានរឿងអ្វីកើតឡើងហើយអាប៉ែមីធំហ្នឹងគឺចូលទៅប្រដៅទៅកាន់តួប្រុសយើងតែម្ដងដែលយើងបានដឹងថាក្រុមរបស់វានេះគឺជាក្រុមក្មេងទំនើងដែលគឺជាអ្នកគ្រប់គ្រងនៅសិស្សឆ្នាំទី1តែម្ដងហើយអាប៉ែដែលមានធំជាងគេនេះដែរគឺជាអ្នកខ្លាំងជាងគេក្នុងក្រុមរបស់វាតែម្ដងដែលមានឈ្មោះថាកាងឆានសុកហើយពួកគេទាំងពីរនេះគឺសម្លឹងមុខដាក់គ្នាទៅវិញទៅមកគឺចង់ស៊ីសាច់ហត់ឈាមតែម្ដងប៉ុន្តែគឺសំណាងខ្លាំងមែនតើដែលមានកញ្ញាអូនស្រីយើងម្នាក់បានមកប្រាប់គេគ្រប់គ្នាថាអេគ្រូកំពុងមកហើយវើយហើយមកភ័ក្ររបស់វាអាប៉ែមីនហូនឹងគឺបបោទៅកាន់ឆានសុកនឹងគឺត្រឡប់ទៅវិញទៅប៉ុន្តែវាមិនចង់ទៅទេចង់ទៅវាយទូប្រឥឡូវនឹងឯងដោយសារតែអាប៉ែមីនហូនឹងបបួលខ្លាំងពេកអញ្ចឹងហើយឆានសុកក៏ទៅហើយមកនឹងទៅគឺបានខ្សឹបប្រាប់ទៅកាន់តួឯងយើងថាឯងគឺជាមនុស្សដែលបានជ្រើសរើសសម្រាប់ពួកយើងបូលីហើយពេលនេះហើយពួកវាក៏ទៅថ្នាក់វារៀងខ្លួនទៅហើយក៏ឆ្លៀតផ្ដាំដែរថាតួឯងយើងនឹងកុំចង់រតនាអសោះតែចាប់ម៉ោងគឺដឹងតែត្រូវថ្មោងហើយពួកគេក៏ចាក់ចេញទៅបាត់ទៅតែយើងបានលើកតែសំឡេងអាប៉ែផាតមីនឈូនឹងគឺធ្ងោដោយសារតែវានឹងត្រូវរបួសពេកកាន់មកក្នុងថ្នាក់របស់យើងវិញមកកាន់មកអាប៉ែផាមីនឈូរបស់យើងវាខ្មាស់គេខ្លាំងមែនទែនត្រូវគេវាយឡើងដេកតែម្ដងវានេះគឺខឹងទៅកាន់គឹមយុងសុនណាអញនឹងសម្លាប់ហែងហើយវាក៏បានមើលទៅកាន់គឹមយុងសុនតែចាប់ម៉ោងមិត្តអញមកនឹងវាយហែងឲ្យទូតែម្ដងហើយអញនេះនឹងប៊ូលីហែងជារៀងរហូតទៅពីបត់ហែងនេះហ៊ានធ្វើបាបមកកាន់អញផាមីនឈូក៏ឆ្ងល់ផងដែរព្រោះថាតួឯងយើងគឺជាប្រធានថ្នាក់ហេតុអ្វីបានឆ្លងគំនុះមកវាយវាអញ្ចឹងទាំងខ្លួនវានេះមិនដែលធ្វើបាបទៅកាន់តួឯងយើងឡើយតែវាក៏មិនខ្វល់ច្រើនដែរតែចាប់ម៉ោងហ្នឹងណាអញនឹងឲ្យហែងងាប់ក្នុងថ្នាក់តែម្ដងយើងក៏បានកាត់មកសិស្សឆ្នាំទី1ថ្នាក់ទី8វិញដែលពួកអពមាអ្នកនេះវិញកំពុងតែនិយាយដើមទៅកាន់តួឯងយើងដែលអាប៉ែមីនហូហ្នឹងគឺថាតួប្រុសយើងនឹងវាជក់ថ្នាំមែនមិនក៏វានឹងគឺហ៊ានម្ល៉េះតែមិនអីទេការអញ្ចឹងដោះស្រាយពិតជាងាយស្រួលណាស់ហើយគិតថាតើវានឹងរកវិធីអ្វីដើម្បីរត់គេពីពួកយើងប៉ុន្តែស្រាប់តែគិតមួយផ្នែកទៀតមិនដឹងថាទូប្រុសរបស់យើងនេះគឺវាគិតអ្វីទេហើយបើនៅបន្តឲ្យគឹមយុងសុនរបស់យើងនេះនៅតែបន្តអញ្ចឹងទៀតនឹងមានអ្នកបះបោពួកយើងមិនខានទេដែលយើងគឺជាអ្នកគ្រប់គ្រងនៅសិស្សឆ្នាំទី1មិនថាវាឈ្គូឬក៏យ៉ាងណាទេត្រូវតែប្រដៅវាចេញកុំឲ្យអាអ្នកក្រោយយកគំរូតាមមីនហូកំពុងតែគិតត្រេះរេនៅរកវិធីបាយកលណាដើម្បីប្រដៅទៅកាន់ទូប្រុសយើងពិសេសនោះគឺជាកសែភ្នែកដែលបានសម្លប់មកកាន់គេមើលទៅវាពិតជាក្រអត់កតុមខ្លាំងណាស់បើកាន់មកអប៉ែឆានសុករបស់យើងវិញគឺទ្រាំលេងបានហើយចង់តែទៅវាយទូប្រុសយើងឥឡូវទេយើងក៏កាន់មកថ្នាក់របស់គឹមយុងសុនរបស់យើងវិញគ្រាន់តែអប៉ែនោះងើបមកនឹងបញ្ចប់ទៅកាន់ទូប្រុសប៉ុន្តែគ្មានទេមិនតបាននិយាយផងគឺត្រូវមួយជើងរបស់ទូប្រុសយើងបាត់ទៅហើយប៉ុន្តែមិនតបានដួលត្រឹមត្រូវទេគឺត្រូវទូប្រុសយើងចាប់បោចសក់ត្រឡប់មកវិញហើយតើឯងចង់ឲ្យយើងវាយកន្លែងណាទៀតធ្វើអានោះវាកាន់តែខ្លាចតែម្ដងតើគឹមយុងសុនវាឈួតអីទៅមិនក៏ថ្ងៃនេះវាកាចម្លេះតែមិនបាច់និយាយច្រើនទេយកទៀតទៅនិយាយឲ្យស្មោះទៅគឺតួឯងយើងគឺបញ្ចេញកំហឹងទាំងអស់តែម្ដងនៅថ្ងៃហ្នឹងហើយកាន់មកប៉ុន្មានអ្នកនេះវិញគ្រាន់តែចប់ម៉ោងសាលាភ្លាមណាគឺចេញទៅប្រដៅទៅកាន់តួឯងយើងតែម្ដងតើវាចង់រតនាទៅសាលានេះក៏មិនធំដែរដឹងតែខ្ចប់ហើយឯនេះមើលទៅដូចជាខ្មើដល់ហើយមកដល់មុខថ្នាក់របស់គឹមយុងសុនទឹកមុខរបស់ម្នាក់គឺពិតជាភ័យព្រួយខ្លាំងមែនតើដែលធ្វើឲ្យមីនហូនឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើវាគឺជាគឹមយុងសុនគិតថានឹងមានរឿងអ្វីកើតឡើងទៅពួកគេក៏មិនរងអង្គយូរដែរប្រញាប់រត់ទៅឡើងលឿនតែម្ដងនៅពេលបានមកដល់គឺបានឃើញសភាពនៅមិត្តភក្តិរបស់គេដែលជាមីនឈូគឺមុខឡើងវល់បាត់ទៅហើយដែលពួកគេមិនសឹងតែមិនជឿទេថាគឹមយុងសុនធ្វើបានដល់ថ្នាក់នេះហើយពេលហ្នឹងយើងក៏បានឃើញទឹកមុខដល់កំណាយរបស់គឹមយុងសុនហើយបាននិយាយទៅកាន់ពួកគេថាពួកឯងពិតជាយឺតណាស់ក្នុងការមកជួយមិត្តភក្តិរបស់ឯង
ដែលឆានសុកឃើញសភាពមិត្តភក្តិរបស់ខ្លួនបែបហ្នឹងហើយគឺគុំទៅកាន់តួឯងយើងខ្លាំងមែនតើហត់ទៅវាយភ្លាមតែម្ដងតែកម្លាំងអាប៉ែតឆានសុកហ្នឹងគឺខ្លាំងមែនតើដែលខ្លួននេះមិនអាចយកឈ្នះវាបានទេគឺត្រូវតែរកវិធីដើម្បីយកឈ្នះវាធ្វើមិនទៅបាច់បដូរវាបានក៏បានឃើញសោមួយនៅចិត្តនោះផងដែរពេលនេះគីមយ៉ុងសុនរកចម្លើយឃើញហើយក៏បានដកសោនោះវាយទៅកាន់ក្បាលវាយកតែម្ដងដែលលឺសូរតែភូសតែម្ដងនេះវាមិនតាបានបញ្ចប់ត្រឹមនេះទេដោយតួឯងយើងគឺបានចាប់បាច់សោទៅកាន់ឆានសុកយើងដាក់មួយសោទៀតបាត់ទៅហើយដែលយើងបានឃើញសភាពអ្នកខ្លាំងប្រចាំក្រុមរបស់គេហើយពេលនេះគឺចាញ់ក្រំដៃគីមយ៉ុងសុនហើយយើងក៏បានឃើញទឹកមុខរបស់មិត្តភក្តិទាំងពីរនាក់នេះផងដែរគឺតក់ស្លុតខ្លាំងមែនតើដែលក្រុមរបស់វានេះមានអ្នកខ្លាំងមួយដែរប៉ុន្តែចប់លឿនដល់ថ្នាក់នេះហើយគីមយ៉ុងសុនមានគោលបំណងទៅកម្ចាត់មនុស្សម្នាក់ទៀតដែលជាអប៉ែមុខចាស់ដែលមានឈ្មោះថាយងឆុងតេហើយការបំបុកមួយនេះតាមទម្ងន់របស់គីមយ៉ុងសុនគឺឆុងយ៉ុងតេមិនអាចទប់បានទេការសងសឹកដែលឯងបានច្រើនយើងទម្លាក់ពីលើអាគារយើងនឹងសងឯងថ្ងៃនេះហើយបានវាយទៅកាន់ឆុងយ៉ុងតេដាក់យកតែម្ដងដែលគាត់នេះមិនអាចតដៃបាននោះទេដែលពេលនេះយើងបានឃើញទឹកមករបស់គីមយ៉ុងសុនយើងគឺពុះពេញទៅដោយឈាមហើយសម្រាប់វិធីសាស្ត្រក្នុងការវាយនឹងការប្រយុទ្ធទៅកាន់ពួកគេនេះគឺគីមយ៉ុងសុននឹងបានរៀបចំក្នុងការសុបិនអស់រយៈពេលជា10ឆ្នាំមកហើយប៉ុន្តែក៏ធ្វើឲ្យគាត់នេះរៀងហត់ផងដែរព្រោះប្រយុទ្ធជាមួយនឹង3ទល់នឹង1ទោះបីគាត់ហត់យ៉ាងណាក៏ដោយក៏គាត់មិនអាចបញ្ឈប់បានដែរគឺនៅសល់ម្នាក់ទៀតដែលនោះគឺជាមីនហូនៅពេលដែលឃើញគីមយ៉ុងសុនសម្លឹងមកកាន់ខ្លួនបែបនេះគឺធ្វើឲ្យខ្លួនបែកញើសនឹងភ័យខ្លាចខ្លាំងមែនតើតែគីមយ៉ុងសុនរបស់យើងខ្លាំងតាំងពីពេលណាទៅមិនខ្លាំងទេគេគ្រាន់តែជំនឿធម្មតាប៉ុន្តែការមើលទៅកាន់គីមយ៉ុងសុនប្រៀបបានដូចជាអរិយខ្សែឃ្លានជាមួយអញ្ចឹងហើយខ្លួនគឺគ្មានសង្ឃឹមក្នុងការតទល់ជាមួយនឹងគីមយ៉ុងសុនឡើយមើលទៅគេដូចជាបិសាចពិតប្រាកដមួយគីមយ៉ុងសុនបានងើបទៅសួរទៅកាន់មីនហូថាដល់វេនឯងហើយតើឯងគួរតែធ្វើបែបណាជាមួយយើងមីនហូស្ដាប់សម្ដីរបស់គីមយ៉ុងសុនហើយធ្វើវាញ័រដៃខ្លាំងមែនតើប៊ីនឹងគីមយ៉ុងសុនម៉ាត់វាបាត់ទៅហើយប៉ុន្តែពិតជាសំណាងខ្លាំងមែនតើដែលគ្រូគឺបានមកទាន់និយាយទៅមីនហូពិតជាសប្បាយចិត្តខ្លាំងមែនតើដែលគ្រប់យ៉ាងគឺវាបានផ្ដោតដំណឹងទៅកាន់គ្រូជាមុនសំខាន់ណាស់គីមយ៉ុងសុនបានបដូរនៅមនុស្ស3នាក់របួសធ្ងន់ធ្ងរខ្លាំងមែនតើពេលនេះសាឡាននឹងមិនលើកលែងទៅកាន់គេនោះទេព្រោះវាគឺជារឿងធំប៉ុន្តែទោះបីគីមយ៉ុងសុនដឹងថាបន្តិចទៀតគឺមានរឿងធំក៏ដោយប៉ុន្តែទឹកមុខរបស់ខ្លួនមិនបានប្រែប្រួលឡើយគឺមានតែស្នាមញញឹមហើយយើងក៏បានលើកការស្ដីបន្ទោសខ្លាំងមែនតើទៅកាន់គីមយ៉ុងសុនដែលបានចេញពីសំណាក់លោកគ្រូដែលបានវាយទៅកាន់សិស្សចំនួន3នាក់បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់របួសធ្ងន់ធ្ងរខ្លាំងមែនតើហើយសំខាន់គីមយ៉ុងសុនគឺមិនមានភាពភ័យខ្លាចជាមួយនឹងលោកគ្រូនេះទេហើយលោកគ្រូយើងគឺស្ដីបន្ទោសនឹងជេរប្រមាថខ្លាំងទៅកាន់ទូប្រុសយើងខ្លាំងមែនតើដោយសារឃើញមិនមានភាពភ័យខ្លាចបែបនេះធ្វើឲ្យគាត់នេះក៏មានអារម្មណ៍ថាភ័យបន្តិចដែរនិយាយទៅគាត់បានធ្វើគ្រូបង្រៀននៅទីនេះ10ឆ្នាំហើយតែមិនដែលឃើញសិស្សចង្រៃណាដូចឯងសោះហើយឪពុកម្ដាយសិស្សទាំងអស់នោះគឺនឹងមិនលើកលែងឯងជាដាច់ខាតនឹងឯងបងថ្លៃមិនខានប៉ុន្តែគ្រាន់តែសម្ដីថាលោកគ្រូធ្វើឲ្យលោកគ្រូរបស់យើងនេះគឺបែកញើសជោគតែម្ដងដែលនោះគឺជាសម្ដីរបស់គីមយ៉ុងសុនបានប្រាប់ទៅកាន់លោកគ្រូថាកុំប្រតិកម្មខ្លាំងពេកមើលវាមិនមែនជាករណីហិង្សាលើកដំបូងក្នុងសាលាណាធ្វើឲ្យលោកគ្រូយើងថាស្អីគេដែលគីមយ៉ុងសុនចាប់ផ្ដើមរៀបរាប់ឲ្យអំពីបញ្ហាផ្សេងដែលសាលានេះគឺមិនល្អអីណាទេសិស្សប្រើអំពើហិង្សាខ្លាំងប៉ុណ្ណាក៏ដោយឬក៏មានការសម្លាប់សម្រាប់សិស្សអ្នកមានគ្រាន់តែជារឿងធម្មតាហើយសាលាគឺបានបិទព័ត៌មានគឺជាសាលាដ៏ល្អដែលគ្មានអំពើហិង្សាវាពិតជាលយមែនដែលត្រូវបានលោកគ្រូយើងវាយមួយដៃយកតែម្ដងដែលធ្វើឲ្យគ្រូផ្សេងនៅចិត្តហ្នឹងគឺបានមើលទៅកាន់អ្នកទាំងពីរហើយនោះហើយគឺជាមូលហេតុដែលខ្លួនបានស្លាប់ខ្ញុំស្លាប់មិនមែនដោយសារតែប្រើអំពើហិង្សាដាក់ទេខ្ញុំស្លាប់ដោយត្រូវគេសម្លាប់យកតែម្ដងហើយនៅពេលដែលគីមយ៉ុងសុននិយាយការពិតនឹងត្រូវចំណុចបែបនេះធ្វើឲ្យលោកគ្រូយើងគឺខឹងខ្លាំងមែនតើដែលធ្វើឲ្យគាត់បានវាយទៅកាន់គីមយ៉ុងសុនហើយខ្លួនគឺចាំច្បាស់ខ្លាំងណាស់កាលពីជាតិមុនដែលគ្រូរបស់ខ្លួននេះគឺបានទទួលសំណូកអំពីគ្រួសាររបស់ផាមីនឆូហើយធ្វើឲ្យខ្លួននេះគឺស្លាប់ទាំងគ្មានន័យហើយសម្រាមដែលគេបានហៅថាគឺជាមនុស្សគីមយ៉ុងសុនត្រូវមួយដៃនេះហើយគឺនៅតែមិនអស់អញ្ចឹងនៅតែបន្តនិយាយអញ្ចឹងហើយលោកគ្រូយើងមានតែថែមមួយដៃទៀតបើឯងហ៊ាននិយាយទៀតគឺដឹងតែត្រូវមិនខានទេប៉ុន្តែគីមយ៉ុងសុនក៏បានចូលទៅចិត្តទៅកាន់លោកគ្រូរបស់យើងហើយដែលឲ្យគាត់នឹងគឺបន្ទាបអេរយាប័តបន្តិចទៅបើមិនអញ្ចឹងទេខ្លួននឹងនិយាយរឿងអាចកំបាំងគាត់ទាំងអស់មិនខានទេពិសេសគឺរឿងស្រោមសម្បត្តិហើយពិសេសមួយទៀតនោះគឺជាការជួបញឹកញាប់ជាមួយនឹងម្ដាយរបស់ចុងមីនហូដែលលោកបានជួបជាញឹកញាប់បាទប៉ុណ្្នឹងហើយមិនគ្រប់គ្រាន់ទៀតអញ្ចឹងមានតែឧទាហរណ៍កិច្ចព្រមព្រៀងជាមួយនឹងគ្រូអង់គ្លេសដែលធ្វើទឹកមុខរបស់គាត់គឺកាន់តែក្រហមតែម្ដងហើយគាត់គឺបានប្រើនៅភាសាគំរាមទៅកាន់លោកគ្រូនោះបន្ថែមទៀតតែម្ដងហើយមុននឹងបញ្ចប់វីដេអូខ្ញុំទៅបង្កើតនៅ Channel ថ្មីអញ្ចឹងសង្ឃឹមអ្នកទាំងអស់គ្នាគឺជួយ Subscribe និងចុច Like វីដេអូខ្ញុំម្នាក់មួយផងទៅ